chẳng khang máy quạt câu đại quạt cứ xe tròn chuối nhảy ok chẳng dương pa khang sáu quạt xe tầm chẳng ní cứ chia tầm rúng đá xe tròn chuối pa chỉ muốn những cú để dương quạt lên có bốn xe tầm ok chẳng lợi dương mà chụp niệm đón tiết đẹp one mùi ca trai dùng lại âm pí cá liên ốc chặt răng thằng ngọc nè hay videoนี้คือจะการสนองปนក្នុង comment សម្រាប់អ្នកដែលគាត់ស្រឡាញ់វិស័យអុកចាក់ត្រង់មកយើងគាត់ចង់រៀននិងចង់ចេះអញ្ចឹងគាត់បាន comment ថាឲ្យបង្រៀនអំពីរបៀបចាក់ត្រីនិងរបៀបពីឡើងកូនទៅដល់ទម្រង់បែបណាគេហៅថាទម្រង់សេះទឹមនិងទម្រង់បែបណាគេហៅថាទម្រង់សេះចងអូខេអញ្ចឹងឥឡូវយើងនិយាយពីឡើងកូនថ្នាក់មូលដ្ឋានអញ្ចឹងជាទូទៅខ្ញុំនឹងដំបូងខ្ញុំនឹងនិយាយពីខាងខ្មែរគាត់ចូលទម្រង់សេះទឹមប៉ះជាមួយនឹងខាងសគាត់ចូលទម្រង់សេះទឹមដូចគ្នាចាឥឡូវយើងចាប់ដើមដើរទាំងអស់គ្នាអញ្ចឹងត្រីយើងដើរត្រង់អូខេអញ្ចឹងគាត់ដើរត្រង់ដែរបាទត្រីនៅពេលដើរត្រង់នៅពេលស៊ីខ្វៃអញ្ចឹងទម្រង់ជាទូទៅអ្នកគាត់រៀនដំបូងមកគឺគាត់ត្រូវដើរត្រីពីរនៅមុខគ្នាហ្នឹងមកបាទអញ្ចឹងគាត់ដើរលេងយើងដើរម្នាក់មួយកាំគឺនេះគឺជាទម្រង់ដែលយើងឡើងត្រីដល់មកយើងឡើងនាងបាទគាត់ឡើងនាងដែរយើងមួយអញ្ចឹងបន្ទាប់មកយើងឡើងសេះមកនេះបាទឡើងសេះមកនេះអញ្ចឹងយើងសេះតំប៉ះសេះតំអូខេអញ្ចឹងយើងឡើងសេះមកមួយទៀតខាងគាត់ឡើងសេះមកមួយទៀតបាទអញ្ចឹងយើងឡើងគោអានេះគេឡើងគោដែរយើងឡើងគោដែរអញ្ចឹងអង្គយើងអាចហក់មកខាងនេះបានអញ្ចឹងខាងនោះគេហក់មកខាងនេះបាទអញ្ចឹងនេះគឺជាក្បួនដែលយើងឡើងត្រីមកគូកដាលហើយទម្រង់ដែលយើងឈរគឺសេះតំនេះហៅថាសេះដែលនៅឈរជាប់នេះគេហៅថាទម្រង់សេះតំចាឥឡូវយើងទៅមើលមកទម្រង់ទៀតអូខេយើងទៅមើលមកទម្រង់ទៀតពាក់ព័ន្ធជាមួយសេះចងតើសេះចងគេឡើងរបៀបម៉េចសេះចងចែកចេញជាពីរមានថាសេះចងឆ្វេងនិងសេះចងស្ដាំចាឥឡូវយើងសេះចងឥឡូវយើងឲ្យខាងខ្មៅសេះចងឆ្វេងជាមួយនឹងខាងកូនសគាត់មួយសេះតំអញ្ចឹងដោយសារយើងមានធ្វើដល់ទៅមួយខាងម្នាក់អញ្ចឹងក៏ងាយស្រួលយល់ដឹងតែខាងសគាត់តំរហូតអញ្ចឹងទៅហើយយើងបញ្ចូលទៅខាងខ្មៅទេមួយសេះចងមិញហ្នឹងយើងសេះតំប៉ះសេះតំឥឡូវសេះចងឆ្វេងប៉ះមួយសេះតំអញ្ចឹងសេះចងឆ្វេងជាទូទៅសេះយើងត្រូវឡើងមកកន្លែងត្រីនេះដើម្បីចងគ្នាមួយនេះអញ្ចឹងជាទូទៅនៅពេលដែលគាត់ចង់លេងសេះចងឆ្វេងគាត់ត្រូវឡើងត្រីនេះមួយដើម្បីឲ្យសេះឈរកន្លែងនេះអញ្ចឹងខាងនោះគឺទម្រង់គាត់តំដដែលគាត់ឡើងមកធម្មតាអូខេអញ្ចឹងខាងខ្មៅគាត់អាចចាក់ត្រីធម្មតាសិនខាងសគាត់ចាក់ត្រីធម្មតាដែរអូខេអញ្ចឹងដល់ទម្រង់បែបនេះយើងកាន់សេះខាងឆ្វេងបានខាងស្ដាំក៏បានដែរអញ្ចឹងខាងខ្មៅគាត់កាន់ខាងស្ដាំសិនអញ្ចឹងខាងនេះគាត់ឡើងសេះអញ្ចឹងខាងខ្មៅគាត់គោលដៅគាត់គឺសេះចងឆ្វេងហើយអូខេអញ្ចឹងយើងប៉ះខាងសគាត់សេះតំអញ្ចឹងនេះគឺជាទម្រង់ដែរសេះចងឆ្វេងប៉ះជាមួយនឹងគូបដិបត្តិដែលយើងគាត់លេងក្បួនសេះតំបាទចាឥឡូវយើងទៅមួយទៀតពាក់ព័ន្ធជាមួយនឹងសេះស្ដាំសេះចងស្ដាំប៉ះជាមួយនឹងសេះតំអញ្ចឹងសេះចងស្ដាំទៅគាត់ត្រូវចាក់ត្រីនេះឡើងដើម្បីយកសេះមកឈរកន្លែងហ្នឹងអញ្ចឹងគាត់ចាក់ត្រីកូនសគាត់ឡើងមកធម្មតាខ្មៅចាក់ត្រីឡើងមកធម្មតាអញ្ចឹងគាត់ឡើងសេះស្ដាំទៅអញ្ចឹងខាងនេះគាត់ទម្រង់គាត់នៅតែសេះតំដដែលទេអូខេអញ្ចឹងគាត់ឡើងត្រីមកខាងនេះគាត់ឡើងទៅសេះតំអញ្ចឹងទម្រង់បែបនេះគឺគេហៅថាសេះចងស្ដាំដៃគូបដិបត្តិជាមួយយើងគឺពាក់ព័ន្ធមួយសេះតំអញ្ចឹងในការឡើងកូនចាក់ត្រីយើងចាក់ត្រង់បែបអញ្ចឹងហើយទម្រង់មាន3ហ្នឹងទេសម្រាប់គូបដិបត្តិមានថាបើយើងលេងមានសេះតំសេះចងឆ្វេងនិងសេះចងស្ដាំយើងប៉ះមួយគេសេះតំប៉ះសេះតំសេះស្ដាំគេអាចលេងសេះស្ដាំបានយើងលេងសេះឆ្វេងគេលេងសេះឆ្វេងបានដោយទម្រង់នេះយើងសេះចងស្ដាំប៉ះជាមួយនឹងគេសេះតំអញ្ចឹងរបៀបឡើងកូនហើយនឹងការចែករំលែកអំពីសេះចងសេះតំយើងមានប៉ុណ្ណឹងអញ្ចឹងបើអ្នកម្ចាស់ comment បានឃើញហើយមានអីឆ្ងល់មានអីសួរអាច comment បន្តទៀតបានអញ្ចឹងអរគុណសម្រាប់ការចំណាយពេលវេលាទស្សនាវីដេអូនៃការចែករំលែកអំពីអុកខ្មែររបស់យើង